Nhưng ngàyនេះបងគឺថាបានស្លម្ជូរត្រកួនស្រាយយើងហ្នឹងហើយថ្ងៃនេះគឺថាឲ្យយើងស្រួលខ្លួនដែរគឺឃ្លានស្លម្ជូរអញ្ចឹងស្លម្ជូរត្រកួនអញ្ចឹងទៅហើយសម្រាប់ត្រកួនគឺខ្ញុំបេះនៅមុខផ្ទះខ្លះអញ្ចឹងណាបងប្អូនត្រកួននេះគឺថាអ៊ីក៏ដាំនៅមុខផ្ទះបងក៏ដោតតែ2 3ដសៃទេឥឡូវគឺថាដុះឡើងពេញហ្នឹងហ្មងណានិយាយទៅហូបបេះអត់ចង់តន់ទេបងហើយនេះគឺថាឥឡូវខ្ញុំបេះបានប្រហែលច្រើនដែរបងហើយគឺខ្ញុំលាយត្រកួនខ្ញុំទិញនៅផ្សារខ្លះដែរអញ្ចឹងណាហើយសម្រាប់ត្រីគឺខ្ញុំប្រើត្រីឆ្លាំងអញ្ចឹងទៅហើយត្រីឆ្លាំងគឺបានពងមកពីរដែរពីមួយទៀតអត់មានពងទេហើយពងវាអត់សូវធំហ្មងណាបងដូចពងចង់ហ៊ីអស់ហើយខ្ញុំរើអត់សូវល្អទេឥឡូវថាខ្ញុំបេះស្លឹកត្រកួនតិចតិចជាងខ្លះអញ្ចឹងណាព្រោះហ្នឹងបងគឺថាខ្ចីល្អមែនតើខ្ញុំបេះយកតែណាខ្ចីអាំងត្រកួនដោះនៅមុខផ្ទះហើយអញ្ចឹងណាថាត្រកួនខ្ញុំគឺខ្ញុំកាត់ចេញជាកណាត់ដំវាពី3កប៉ុតអីចឹងទៅឲ្យទូកគឺខ្ញុំត្រាំទឹក8អញ្ចឹងណាឥឡូវគឺខ្ញុំមករៀបចំដាក់ដាំទឹកដាំអីចឹងណាបងអូននេះហើយមេក្តៅណាបងអូនណាហើយខ្ញុំកាត់ភ្លើងទៀតគឺថាក្តៅហ្មងហើយកន្លែងខ្ញុំស្លនោះគឺថាថ្ងៃចាំងមកជះចំទៅបងអូនណាហើយនេះឥឡូវគឺថារៀបចំដាក់ដាំទឹកដែរឥឡូវពុះហើយគឺខ្ញុំរៀបចំមកជ្រុំប្រហុកអីចឹងណាស្រូម្ជូរខ្ញុំបងអូនគឺខ្ញុំប្រើប្រហុករៀងច្រើនតិចហើយតោះតែដាក់ប្រហុករៀងច្រើនទៅបានវាឆ្ងាញ់ហើយសម្រាប់ប្រហុកត្រីនេះគឺថាម៉ែក៏ស្លខ្លួនឯងហ៎ដល់ចឹងអត់សូវប្រើអំបិលច្រើនទេបងអូនគឺថាស្លឆ្ងាញ់ល្មមហ្មងហើយនេះខ្ញុំជ្រុំដាក់ចូលអញ្ចឹងទៅកត្រងប្រហុកគឺថាបាត់ខ្ទេចអស់ហើយបងអូនកូនខ្ញុំក៏យកលេងហ៎មុខម្ហូបខ្ញុំបងអូនគឺថាធ្វើជុំអីចឹងទៅថ្ងៃណាមួយអាទិត្យគឺថាដោធ្វើជុំម្ដងអញ្ចឹងបញ្ជូរប្រហើកកោឆាអីចឹងទៅបងអូនហើយមុខម្ហូបគឺថាដដែលទេតែគាត់ថាធ្វើជុំអីចឹងណាអត់មានមុខម្ហូបណាដែលប្លែកអីទេបងអូនហើយគឺថាមុខម្ហូបប្រចាំថ្ងៃរបស់ខ្ញុំគឺខ្ញុំស្លមុខម្ហូបប៉ុណ្ណាគឺខ្ញុំធ្វើវីដេអូប៉ុណ្ណឹងអញ្ចឹងណាអត់មានអូវែងឆ្ងាយច្រើននេះគេទាំងថាសគ្រឿងសមុទ្រអីទេបងអូនណាអធិស្ឋានផងហើយឥឡូវសម្រាប់ស្លម្ជូរត្រកួនខ្ញុំនេះគឺថាឆ្អិននេះរស់អស់ហើយត្រកួនគឺថាខ្ចីមែនតើយើងដាក់តចូលទៅគឺទន់ល្អហ្មងហើយត្រាំទឹក7ទៀតហើយឥឡូវថាដាក់ត្រួយអំពៅដាក់អីចឹងទៅហើយសម្រាប់ត្រួយអំពៅខ្ញុំនេះគឺថាក៏ច្រើនដែរ1000ខែនៅសវត្រួយអំពៅហើយឥឡូវថាមកភ្លក់ឲ្យកូនបងអូនឃើញនេះបងអូនគឺថានៅជាប់ដៃចឹងហ្មងហើយខ្លោបតាគឺកូននៅក្បែរបតាអីចឹងណាខ្ញុំថ្ងៃអញ្ចឹងខ្ញុំថតឲ្យទេសភាពឲ្យមើលថាខ្ញុំស្លមកបានមួយឆ្នាំគឺប៉ុណ្ណាគឺថាកូននៅជាប់ដៃជាប់ជើងជាប់ពេញហ្នឹងតែប្រហែលបងអូនគឺថាស្លខ្ញុំគឺដួសដាក់ចានឆ្អិនរួចរាល់ហើយឥឡូវគឺខ្ញុំមកភ្លក់មុនគេមុនឯងអញ្ចឹងទៅទុកកូននៅម្លែកសិនគឺថាមកឆ្លៀតភ្លក់ឲ្យបងប្អូនមើលសិនអីចឹងណាតើបងប្អូនតាមមកហូបជាមួយខ្ញុំឆ្ងាញ់ណាស់ហ្មងណាគឺថាស្លម្ជូរត្រកួនយើងដាក់ត្រួយអំពៅមានត្រីឆ្លាំងមានពងអីតិចតួចចឹងនិយាយថាជាតិសាហាវម្ជូរខ្ញុំថ្ងៃនេះបងអូនគឺថារៀងជូរបន្តិចខ្ញុំដាក់ត្រួយអំពៅរៀងជ្រអាឃើញត្រួយអំពៅខ្ចីល្អពេកហើយទិញ1000គឺថាបានច្រើនមែនតើបងប្អូនហើយតែឆ្ងាញ់អត់អីទេហើយឥឡូវគឺថាវីដេអូខ្ញុំបងប្អូនគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយបើស្រឡាញ់ពេញចិត្តនឹងវីដេអូខ្ញុំជួយ share like follow page ខ្ញុំម្នាក់មួយផងណាហើយអរគុណមែនតើសម្រាប់ការចូលមើលវីដេអូខ្ញុំឲ្យដល់ចប់អីចឹងណាបងប្អូនក៏ជូនពរឲ្យបងប្អូនជោគជ័យទាំងអស់គ្នាក្នុងការធ្វើវីដេអូហើយថាធ្វើឲ្យមុំអូណាហើយបានទូស្អំគ្រប់គ្នាណាបងប្អូនអរគុណបាយបាយ